បាទជាដំបូងសូមគោរពជំរាបសួរលោកគ្រូអ្នកគ្រូនិងសួស្តីសិស្សានុសិស្សទាំងអស់គ្នាបាទថ្ងៃនេះដែរខ្ញុំសូមមកបង្ហាញអំពីរបៀបនៃការចូលប្រឡងតេស្តតាមប្រព័ន្ធមួយ ethics របស់យើងនឹងបាទអញ្ចឹងសម្រាប់វិធីសាស្ត្រនៃការចូលប្រឡងរបស់យើងគឺមានពីររបៀបទី1គឺជាការចូលតាមរយៈGoogle ឬក៏ browser ដែលមាននៅលើទូរស័ព្ទរបស់យើងផ្ទាល់តែម្ដងបាទអញ្ចឹងខ្ញុំសូមបង្ហាញតែម្ដងគឺរបៀបនៃការចូលប្រើប្រាស់តាម Google បាទអញ្ចឹងខ្ញុំសូមចុចនៅលើ Google បន្ទាប់មកទៀតយើងវាយពាក្យថា MOEYS ethics exam បាទបន្ទាប់មកយើងចុចពាក្យថា search បាទបន្ទាប់មកលោកគ្រូនឹងឃើញកម្មវិធី មួយ ethics របស់យើងហ្នឹងគឺនៅខាងលើគេបងប្អូនហ្នឹងយើងចុចនៅលើហ្នឹងមកបាទចំពោះវិធីសាស្ត្រទី2វិញគឺយើងចូលតាមរយៈការ scan QR បាទហើយសម្រាប់ QR ដែរគឺក្រុមការងារនឹងបានផ្ដល់ជូនលោកគ្រូអ្នកគ្រូរួចរាល់ហើយបាទអញ្ចឹងយើងគ្រាន់តែបើកកាមេរ៉ាមកបន្ទាប់មកយើងចុច scan រួចចុចនៅលើអញ្ចឹងបាទមកដល់ចំណុចនេះដែរគឺជាប្រព័ន្ធប្រឡងតេស្តមួយ ethics របស់យើងហ្នឹងបាទហើយមកដល់កន្លែងនេះគឺមានមុខងារ3ធំសំខាន់គឺទី1គឺសម្រាប់ចូលប្រឡងហ្នឹងបាទអញ្ចឹងខ្ញុំសូមជ្រើសរើសយកប៊ូតុងមួយដែលមានពណ៌ខៀវហ្នឹងគឺការចូលប្រឡងបាទចុចនៅលើហ្នឹងមកបន្ទាប់មកសូមលោកគ្រូនិងសិស្សានុសិស្សអានការណែនាំឬក៏បទបញ្ញត្តិរបស់កម្មវិធីបាទអញ្ចឹងយើងចុចពាក្យថាបន្តបាទចុចនៅលើពាក្យបន្តបន្ទាប់មកទៀតចំណុចនេះគឺជាចំណុចសំខាន់គឺមាន2 option គឺ option ទី1គឺសម្រាប់សិស្សដែលមានឈ្មោះក្នុងបញ្ជីរួចរាល់ហើយនិងមួយទៀតគឺសម្រាប់សិស្សដែលទើបនឹងចុះឈ្មោះកំឡុងពេលប្រឡងហ្នឹងបាទអញ្ចឹងបើសិនជាសិស្សគាត់មានឈ្មោះក្នុងបញ្ជីរួចរាល់ពីមុនមកហើយគឺគាត់អាចប្រឡងបានជាធម្មតាដោយគ្រាន់តែជ្រើសយកខេត្តជ្រើសស្រុកជ្រើសសាលារៀនរបស់គាត់បន្ទាប់មកជ្រើសថ្នាក់របស់គាត់ចឹងទៅបាទអញ្ចឹងខ្ញុំសូមឧទាហរណ៍ខ្ញុំជ្រើសរើសយកថ្នាក់ទី7ហើយខ្ញុំសូមជ្រើសរើសយកឈ្មោះមួយដើម្បីជាឧទាហរណ៍ឈ្មោះថាសុកគីមឡាយហ្នឹងបាទអញ្ចឹងបន្ទាប់ពីខ្ញុំបាន filter ជ្រើសរើសឈ្មោះនិងបំពេញព័ត៌មានរួចរាល់ហើយអញ្ចឹងខ្ញុំសូមកូដរបស់អ្នកបាទចុចនៅលើហ្នឹងហើយបន្ទាប់មកទៀតយើងចុចនៅលើពាក្យថាចម្លងកូដបន្ទាប់មកយើងជ្រើសយកមុខវិជ្ជាបាទហើយបន្តមកទៀតគឺមកដល់កន្លែងនេះដែរគឺជាកន្លែងដែលយើងជ្រើសមុខវិជ្ជាអញ្ចឹងគឺចំនួន10មុខវិជ្ជាហ្នឹងយើងប្រឡងមុខវិជ្ជាមួយណាយើងជ្រើសរើសមុខវិជ្ជាមួយហ្នឹងបាទអញ្ចឹងឧទាហរណ៍ខ្ញុំប្រឡងមុខវិជ្ជាភាសាខ្មែរបាទខ្ញុំចុចនៅលើមុខវិជ្ជាភាសាខ្មែរបន្ទាប់មកទៀតខ្ញុំ scroll មកខាងក្រោមដើម្បីអានសេចក្តីណែនាំរបស់មួយ ethics ដែលគេបានសរសេរពីលក្ខន្តិកៈរបស់គេដែលគេបានភ្ជាប់មកជាសេចក្តីជូនដំណឹងបែបហ្នឹងបាទអញ្ចឹងយើងចុចពាក្យថាចាប់ដើមប្រឡងហើយកន្លែងនេះដែរគឺជាកន្លែងដែលគេឲ្យយើងវាយលេខកូដបាទអញ្ចឹងគេបានបញ្ជាក់ហើយគេឲ្យយើងវាយពាក្យថា2026បាទអញ្ចឹងយើងវាយតាមគេមក2026បាទបន្ទាប់ពីយើងវាយលេខកូដចំនួន4ខ្ទង់រួចរាល់យើងចុចពាក្យថាផ្ទៀងផ្ទាត់បាទអញ្ចឹងបើសិនជាយើងវាយលេខកូដត្រឹមត្រូវវានឹងបញ្ជូនយើងមកដល់វិញ្ញាសាដែលយើងត្រូវប្រឡងនឹងតែម្ដងបាទហើយចំពោះវិញ្ញាសាដែរគឺគេមានជាសំណួរនិងរយៈពេលនិងចំនួនសំណួរសរុបរបស់គេផងដែរបាទអញ្ចឹងយើងសូមធ្វើការប្រឡងជាធម្មតាទេបាទបាទហើយបន្ទាប់ពីយើងបានអនុវត្តសាលាកិច្ចការនៃការប្រឡងតេស្តរួចរាល់បាទអញ្ចឹងវានឹងមានជាលទ្ធផលនៃការធ្វើតេស្តលោតមកភ្លាមតែម្ដងគឺគេមានបញ្ជាក់អំពីលទ្ធផលរបស់យើងនិងទិន្នន័យរបស់យើងផងដែរបាទថាយើងធ្វើចំនួនសំណួរបានប៉ុន្មានឆ្លើយត្រូវបានប៉ុន្មានចំណាយរយៈពេលប៉ុន្មាននិងឆ្លើយខុសប៉ុន្មានបាទអញ្ចឹងយើងក៏អាច share ទៅកាន់ Telegram ឬក៏ save ជារូបភាពឬក៏ save ជា text បានផងដែរបាទចំពោះការប្រឡងនេះដែរគឺមានតែប៉ុណ្្នឹងបាទសូមអរគុណបាទហើយចំពោះលក្ខខណ្ឌមួយទៀតគឺសម្រាប់សិស្សដែលទើបនឹងចុះឈ្មោះកំឡុងពេលប្រឡងបាទអញ្ចឹងបើសិនជាសិស្សគាត់មិនទាន់មានឈ្មោះ
នៅក្នុងប្រព័ន្ធប្រឡងរបស់យើងទេបាទសូមលោកគ្រូអ្នកគ្រូចុចចេញមកខាងក្រៅវិញបន្ទាប់មកយើងជ្រើសរើសយកសម្រាប់គ្រូបង្រៀនបាទអញ្ចឹងបាទសូមលោកគ្រូចុចនៅលើសម្រាប់គ្រូបង្រៀនហ្នឹងមកបន្ទាប់មកគេឲ្យយើងវាយ username និង password បាទអញ្ចឹងចំពោះចំណុចនេះដែរគឺសម្រាប់ username និង password គឺក្រុមការងារនឹងផ្ញើជូនលោកគ្រូអ្នកគ្រូផ្ទាល់បាទបាទអញ្ចឹងនៅពេលដែលលោកគ្រូវាយ password ចូលមកហើយអញ្ចឹងសូមលោកគ្រូពិនិត្យមើលទៅលើខាងលើគឺទី1គឺបង្ហាញនៅលើសញ្ញាត្រែ3យើងចុចនៅលើត្រែ3បន្ទាប់មកទៀតយើងជ្រើសយកពាក្យថាសិស្សអញ្ចឹងសូមលោកគ្រូចុចពាក្យថាសិស្សដើម្បីបង្កើតឈ្មោះឲ្យសិស្សមានពោះប្រឡងនៅក្នុងកម្មវិធី Moetech របស់យើងបានអញ្ចឹងសូមលោកគ្រូចុចប៊ូតុងមួយដែលមានឈ្មោះថាចុចចុះឈ្មោះសិស្សបាទចុចនៅលើហ្នឹងមកបាទអញ្ចឹងនៅពេលដែលលោកគ្រូចុចចុះឈ្មោះសិស្សហើយសូមលោកគ្រូ filter ជ្រើសរើសខេត្តស្រុកសាលារបស់សិស្សបាទសូមជ្រើសយកថ្នាក់ទី7បន្តមកគេឲ្យយើងគេនាមតកូលនាមខ្លួនតមកថ្ងៃខែឆ្នាំកំណើតបាទបន្តមកទៀតជ្រើសយកភេទនិងដាក់លេខទូរស័ព្ទបាទបន្តមកជ្រើសយកបន្ទុកបាទអញ្ចឹងជាចុងក្រោយគេឲ្យយើងវាយលេខអត្តលេខសិស្សបាទហើយបន្តមកយើងចុចបញ្ជូនគឺប៊ូតុងមួយដែលមានបញ្ជាក់ថាបញ្ជូនការចុះឈ្មោះសិស្សបាទចុចនៅលើហ្នឹងមកបាទអញ្ចឹងនៅពេលដែលយើងចុះឈ្មោះរួចរាល់យើងអាចត្រឡប់ទៅកាន់ប្រព័ន្ធប្រឡងរបស់យើងវិញបានហើយគឺសិស្សដែលមិនទាន់មានឈ្មោះហ្នឹងគឺអាចជ្រើសរើសយកឈ្មោះហ្នឹងបានបាទអញ្ចឹងខ្ញុំទើបតែបង្កើតឈ្មោះអំបញ្ញមិញទេយើងអញ្ចឹងខ្ញុំសូមជ្រើសយកប៊ូតុងមួយដែលគេបានសរសេរថាសម្រាប់សិស្សដែលទើបនឹងចុះឈ្មោះកំឡុងពេលប្រឡងហ្នឹងបាទចុចនៅលើហ្នឹងមកហើយយើង filter ជ្រើសរើសយកស្រុកខេត្តដែលយើងបានបង្កើតដើម្បីមិញហ្នឹងមកបាទខេត្តកណ្ដាលស្រុកកោះធំសាលាវិទ្យាល័យហ៊ុនសែនសំពៅពូនថ្នាក់មិញខ្ញុំបានបង្កើតថ្នាក់ទី7បាទអញ្ចឹងស្វែងរកឈ្មោះសិស្សអញ្ចឹងខ្ញុំសូម scroll មើលរកឈ្មោះរបស់ខ្ញុំបាទនេះគឺជាឈ្មោះដែលខ្ញុំបានបង្កើតអំបញ្ញមិញហ្នឹងបាទអញ្ចឹងយើងបានជ្រើសយកឈ្មោះរបស់យើងរួចរាល់យើងជ្រើសយកពាក្យថាទាញយកកូនប្រឡងបាទបាទហើយចំពោះលទ្ធផលសិស្សវិញក៏លោកគ្រូអាចពិនិត្យមើលបានដែរដោយគ្រាន់តែលោកគ្រូចុចកន្លែងសម្រាប់គ្រូបង្រៀននោះមកបាទហើយបន្តមកលោកគ្រូវាយ password របស់លោកគ្រូដែលកម្មការងារមកអាចគាត់បានផ្ដល់ជូននោះបាទបន្ទាប់មកយើងគឺមានលទ្ធផលសម្រាប់លទ្ធផលប្រឡងបាទអញ្ចឹងសម្រាប់លទ្ធផលប្រឡងនេះយើងអាចចូលទៅកាន់ខេត្តរបស់គ្រូផ្ទាល់បាទឧទាហរណ៍ខ្ញុំជ្រើសរើសយកខេត្តកណ្ដាលបាទសូមរងចាំបន្តិចបាទមកដល់ចំណុចនេះដែរយើងអាចជ្រើសរើសយកខេត្តស្រុកសាលារៀនក្នុងថ្នាក់បាទនេះគឺជាលទ្ធផលរបស់សិស្សដែលបានប្រឡងនៅក្នុងប្រព័ន្ធ Moetech របស់យើងបាទមានចំណុចដូចខាងក្រោមបាទហើយយើងក៏អាចមើលជានីតិផងដែរបាទសម្រាប់ការបង្ហាញជូនរបៀបនៃការប្រើប្រាស់ប្រព័ន្ធ Moetech របស់យើងក៏ដូចជាមានតែប៉ុណ្្នឹងទេបាទសូមអរគុណសូមគោរពលា